មាសបើបាត់បង់អាចរកទិញបានប្រាក់បើអស់អាចខំរកវិញបានប៉ុន្តែគេឈ្មោះនិងកិត្តិយសបើបាត់បង់ដោយសារទង្វើរបស់ខ្លួននោះវាពិបាកនឹងទិញយកមកវិញណាស់សួស្តីបងប្អូនអ្នកស្ដាប់ជាទីគោរពតើបងប្អូនធ្លាប់គិតទេថាហេតុអ្វីបានជាមនុស្សខ្លះទោះមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភមិនមានតំណែងខ្ពស់មិនមានភាពល្បីល្បាញក៏នៅតែមានមនុស្សគោរពស្រឡាញ់និងជឿជាក់ផ្ទុយទៅវិញមនុស្សខ្លះមានទាំងលុយមានទាំងអំណាចប៉ុន្តែពេលគេនិយាយដល់ឬរំលេចឈ្មោះមនុស្សជាច្រើនបែរជាគេចមកចេញនិងបាត់បង់ការទុកចិត្តចម្លើយគឺសាមញ្ញណាស់មនុស្សមិនត្រូវបានវាយតម្លៃដោយទ្រព្យសម្បត្តិនោះទេប៉ុន្តែត្រូវបានវាយតម្លៃដោយកេរ្តិ៍ឈ្មោះនិងកិត្តិយសបុព្វបុរសខ្មែរបានបន្សល់ទុកពាក្យពេចន៍ថាស្លាប់បន្សល់ឈ្មោះរស់បន្សល់កិត្តិយសពាក្យនេះមានអត្ថន័យជ្រាលជ្រៅជីវិតមនុស្សមានដែនកំណត់ប៉ុន្តែកេរ្តិ៍ឈ្មោះល្អអាចរស់នៅក្នុងការចងចាំរបស់មនុស្សជាច្រើនជំនាន់មានពាក្យមួយទៀតថាមនុស្សល្អមិនចាំបាច់ប្រកាសខ្លួនថាល្អទេព្រោះអំពើល្អខ្លះនឹងនិយាយជំនួសខ្លួនឯងនេះជាការពិតមនុស្សដែលមានសីលធម៌មិនចាំបាច់ស្រែកប្រាប់គេថាខ្លួនជាមនុស្សល្អនោះទេអាកប្បកិរិយាសេចក្តីស្មោះត្រង់និងការទទួលខុសត្រូវរបស់គេគឺជាភស្តុតាងដ៏ច្បាស់លាស់បំផុតសប្តាហ៍ថ្ងៃនេះយើងរស់នៅក្នុងព័ត៌មានដែលដើរលឿនជាងខ្យល់ពាក្យមួយឃ្លារូបភាពមួយសន្លឹកឬវីដេអូមួយអាចរីករាលដាលទៅកាន់មនុស្សរាប់លានអ្នកក្នុងរយៈពេលតែប៉ុន្មានវិនាទីដូច្នោះកំហុសតូចមួយក៏នឹងអាចក្លាយទៅជាមេរៀនដ៏ធំមួយបានដែរកុំគិតថាគ្មានអ្នកណាឃើញព្រោះមុនគេឃើញអ្នកខ្លួនឯងបានឃើញគេរួចហើយមុនគេស្ដីបន្ទោសមនសិការរបស់អ្នកបានសួរអ្នករួចហើយអ្នកប្រាជ្ញបាននិយាយថាមនសិការគឺជាតុលាការដែលមិនចាំបាច់មានចៅក្រមបើចិត្តយើងស្អាតយើងដេកលក់ដោយសុខសាន្តបើចិត្តយើងពោពេញដោយការបោកប្រាស់នោះដេកលើក្រែមាសក៏គ្មានសេចក្តីសុខដែរមានមនុស្សជាច្រើនហ៊ានលះបង់កិត្តិយសដើម្បីតែប្រាក់ហ៊ានក្បត់មិត្តភ័ក្តិដើម្បីតែផលប្រយោជន៍ហ៊ានបោកប្រាស់អតិថិជនដើម្បីតែចំណេញបន្តិចបន្តួចពួកគេគិតថាគ្មាននរណាដឹងប៉ុន្តែថ្ងៃមួយការពិតនឹងបង្ហាញដោយខ្លួនឯងហើយអ្វីដែលបាត់បង់មិនមែនត្រឹមតែលុយនោះទេប៉ុន្តែគឺជាការទុកចិត្តរបស់មនុស្សសូមចងចាំថាការទុកចិត្តប្រៀបបានដូចជាកញ្ចក់បើបែកហើយទោះបីព្យាយាមបិទភ្ជាប់យ៉ាងណាក៏ស្នាមប្រេះនៅតែមានដូចគ្នានេះដែរកិត្តិយសប្រសិនបើខូចហើយទោះខំស្ដារឡើងវិញក៏ត្រូវការពេលវេលាយូរណាស់ដូច្នោះចូលកុំយកភាពក្រីក្រឬភាពលំបាកធ្វើជាលេសក្នុងការប្រព្រឹត្តអំពើមិនល្អមនុស្សជាច្រើនបានចាប់ផ្ដើមពីសូន្យប៉ុន្តែដោយភាពស្មោះត្រង់ពួកគេបានក្លាយទៅជាមនុស្សដែលសង្គមគោរពស្រឡាញ់សូមសួរខ្លួនឯងរាល់ថ្ងៃថាតើថ្ងៃនេះខ្ញុំបាននិយាយពាក្យពិតឬនៅតើថ្ងៃនេះខ្ញុំបានរក្សាពាក្យសន្យារបស់ខ្ញុំឬនៅតើថ្ងៃនេះខ្ញុំបានធ្វើអ្វីដែលធ្វើឲ្យឪពុកម្ដាយមានមោទនភាពឬនៅតើថ្ងៃនេះខ្ញុំបានកសាងកិត្តិយសឬកំពុងបំផ្លាញវាបើរាល់ថ្ងៃយើងអាចសួរសំណួរទាំងនេះដោយភាពស្មោះត្រង់នោះជីវិតរបស់យើងនឹងដើរលើផ្លូវដែលត្រឹមត្រូវមនុស្សដែលមានកិត្តិយសមិនចាំបាច់សុំឲ្យគេគោរពទេប៉ុន្តែអំពើល្អរបស់គេនឹងអាចធ្វើឲ្យអ្នកដទៃគោរពដោយស្ម័គ្រចិត្តហើយសូមចងចាំជានិច្ចថាប្រាក់អាចរកទិញផ្ទះបានតែមិនអាចទិញភាពកក់ក្ដៅក្នុងគ្រួសារបានអំណាចអាចបញ្ជាមនុស្សបានតែមិនអាចបញ្ជាចិត្តមនុស្សឲ្យគោរពបានមានតែកេរ្តិ៍ឈ្មោះនិងកិត្តិយសប៉ុណ្ណោះដែលកើតចេញពីអំពើល្អនិងសេចក្តីស្មោះត្រង់ហើយនឹងនៅជាមួយយើងរហូតដល់ថ្ងៃចុងក្រោយនៃជីវិត